សាច់រឿងតែម្ដងក្មេងស្រីក្នុងរឿងនេះមានឈ្មោះថាជីយ៉ាជេនាងមានឪពុកដែលពិការខួរក្បាលម្នាក់ទោះបីជាឪពុកដើរត្រេតត្រោតសូម្បីតែនិយាយក៏មិនច្បាស់ប៉ុន្តែគាត់គឺជាទីពឹងតែមួយគត់របស់ជីយ៉ាក្នុងលោកនេះតាំងពីតូចឪពុកបានប្រារាងកាយដ៏ទន់ខ្សោយរបស់គាត់ដើម្បីជារនាំងការពារកូនស្រីគាត់បានជួស្រះចិញ្ចឹមត្រីមួយជីវភាពទោះជាក្រខ្សត់តែក៏ពោពេញដោយភាពកក់ក្ដៅមួយពព្រិចភ្នែកជីយ៉ាបានធំពេញវ័យថែមទាំងមានទេពកោសល្យឲ្យផ្នែកចម្រៀងយ៉ាងអស្ចារ្យថ្ងៃមួយឪពុកស្រាប់តែទទួលបានសម្បត្តិមួយច្បាប់ពេលបើកមើលទើបដឹងថាវាជាសម្បត្តិអនុញ្ញាតឲ្យចូលរៀននៅវិទ្យាល័យសិល្បៈលំដាប់អភិជនក្នុងទីក្រុងសេអ៊ូលបុរសដែលដើរស្ទើរតែមិនត្រង់ផ្លូវម្នាក់នេះរំភើបចិត្តរហូតលោតកញ្ឆេងដូចកូនក្មេងគាត់ហាក់ដូចជាមើលឃើញអនាគតដ៏ភ្លឺស្វាងរបស់កូននេះគឺជាពេលវេលាដែលគាត់មានមោទនភាពបំផុតក្នុងជីវិតដើម្បីឲ្យកូនស្រីបានរៀននៅសេអ៊ូលដោយស្ងប់ចិត្តឪពុកបានលក់ផ្ទះនិងស្រះត្រីនៅឯស្រុកកំណើតចោលសម្រាប់ចិត្តនាំជាយ៉ាមករស់នៅសេអ៊ូលគេតែងនិយាយថារៀនសិល្បៈត្រូវចំណាយច្រើនជាពិសេសសម្រាប់គ្រួសារក្រីក្រដូចពួកគេតែមួយរៀលត្រូវចាយវាយត្បិតត្បៀតបំផុតនោះតាមពិតមិនគួរឲ្យកូនមករៀនជំនាញអស់លុយច្រើនបែបនេះទេប៉ុន្តែជាយ៉ាមានទេពកោសល្យខ្លាំងខាងនេះបូករួមនឹងការចំណាយដ៏ខ្ពស់នៅសេអ៊ូលលុយដែលបានពីការលក់ផ្ទះនិងស្រះត្រីសូម្បីតែទិញឯកសណ្ឋានសាលាមួយកំភ្លេក៏ស្ទើរតែមិនគ្រាន់ផងទោះជាយ៉ាងនេះក្តីឪពុកនៅតែស៊ូក្រៅកន្ទេលលក់ដូរតាមចិញ្ចើមផ្លូវសេអ៊ូលតែដោយសាររូបរាងពិការរបស់គាត់តែងតែត្រូវអ្នកលក់ដូរដូចគ្នាបណ្ដេញចេញជារឿយថែមទាំងត្រូវរត់គេចពីប៉ូលីសសណ្ដាប់ធ្នាប់ទៀតផងប៉ុន្តែគាត់តែងតែជឿជាក់ថាតួនាទីជាឪពុកគឺត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីផ្ដល់ជីវិតដ៏ល្អប្រសើរដល់កូនទោះបីជាការរស់នៅលំបាកលំបិនយ៉ាងណាក៏ដោយមុនថ្ងៃជោគវាសនាកាលឪពុកនៅតែសន្សំលុយបានគ្រប់គ្រាន់សម្រាប់បង់ថ្លៃសាលាឲ្យកូនថែមទាំងបានទិញស្បែកជើងថ្មីមួយគូឲ្យនាងទៀតផងរឿងនេះធ្វើឲ្យជាយ៉ាសប្បាយចិត្តយ៉ាងខ្លាំងនិងពោពេញដោយក្តីសង្ឃឹមចំពោះអនាគតមិនយូរប៉ុន្មានថ្ងៃចូលរៀនក៏មកដល់ជាយ៉ាត្រូវបានចាត់ឲ្យចូលរៀនថ្នាក់ដែលល្អបំផុតប្រចាំជំនាញក្មេងក្នុងថ្នាក់នេះភាគច្រើនសុទ្ធតែជាកូនអ្នកមានមុខមាត់និងស្តុកស្តម្ភមានតែនាងម្នាក់គត់ដែលជាក្មេងក្រីក្រតែបានចូលរៀនដោយសារតែពិន្ទុឆ្នើមទោះបីជាយ៉ាមកពីតំបន់ជនបទក៏ពិតមែនប៉ុន្តែនាងមិនមានភាពអៀនខ្មាសដូចក្មេងស្រីជនបទទេឡើយភាពលេចធ្លោរបស់នាងបានទាក់ទាញការចាប់អារម្មណ៍ពីក្រុមក្មេងស្រីកោងកាច់មួយក្តាប់តូចក្នុងថ្នាក់មេកាយរបស់ពួកគេគឺហ៊ីសានដែលជាកូនស្រីនាយកសាលានាងច្រណែននឹងភាពស្រស់ស្អាតរបស់ជាយ៉ាតាំងពីម៉ោងរៀនដំបូងនាងក៏ចាប់ផ្ដើមរកយុទ្ធសាស្ត្រគៀបសង្កត់ជាយ៉ាភ្លាមនាងខ្លែងធ្វើជាឲ្យជាយ៉ានឹងកន្លែងអង្គុយជាប់បង្អួចថែមទាំងបង្ខំនាងឲ្យទៅអង្គុយជាមួយក្មេងស្រីដែលអៀនខ្មាសបំផុតក្នុងថ្នាក់ជាយ៉ាមិន